មាសសុខសុភាសមាធិក្នុងរូងភ្នំត្បែងមាសសុខសុភាបានវិលរកឆាកតន្ត្រីវិនដែលកាលពីថ្ងៃទី3ខែមករាឆ្នាំ2026នាងច្រៀងលើឆាកស្រាវេទនេកជាមួយ V Dinet និងយកថេតរដ្ឋាខណៈដែលថ្ងៃទី9ខែមករាច្រៀងនៅ The Bay បង្កាចាប់ដៃជាមួយតារាចម្រៀងឈនសុវណ្ណរាជនុបបាយរិទ្ធនិងពេជ្រសុភានៅផាប់នោះសុភាច្រៀងបទ1000រាត្រីដែលអត្តដីចម្រៀងបញ្ជាក់ពីការនឹកដល់សង្សារចាស់តែមិនដឹងថានាងនឹកដល់អតីតប្តីលោកឥតដរាដាឬគ្រាន់តែច្រៀងធម្មតានោះទេអ្វីដែលគួរឲ្យចាប់អារម្មណ៍គ្រាន់តែចប់ការច្រៀងសម្ដែងភ្លាមសុខសុភាបានធ្វើដំណើរជិះរថយន្តចម្ងាយដល់ទៅ300គីឡូម៉ែត្រពីភ្នំពេញទៅខេត្តព្រះវិហារដើម្បីធ្វើសមាធិនៅរូងភ្នំត្បែងនាខេត្តមួយនេះក្នុងសម្លៀកបំពាក់ឈុតសជាដូនជីមាសសុខសុភាបានថ្លែងចេញពីរូងភ្នំត្បែងនិងបញ្ចេញសារដោយគណនី Facebook ឈ្មោះប្រត់ភ្នំត្បែងកាលពីថ្ងៃទី12ខែមករាឆ្នាំ2026ដោយសុភាបានផ្ដាំឲ្យគ្រប់គ្នាពេលទំនេរពីការងារគួរតែរកពេលវេលាធ្វើសមាធិដូចនាងដើម្បីទទួលបានរឿងល្អៗចូលមកក្នុងជីវិតសុភាថ្លែងថាពេលទំនេរពីការងារខ្ញុំមកសមាធិទទួលបានរឿងល្អៗចូលមកជីវិតគ្រួសារខ្លួនឯងប្រទេសជាតិសេរីសួស្តីពីគ្រប់ព្រះអង្គនិងទទួលបានបុណ្យកុសល Fan របស់មាសសុខសុភានៅពេលនេះបែកចេញជាពីរក្រុមក្រោយសុភាខ្លាយទៅជាប្រពន្ធលោកពេជ្រសង្វាវង្សដោយមកខាងនៅតែគាំទ្រនាងដោយគិតថាពួកគេស្រឡាញ់សមត្ថភាពទេពកោសលចម្រៀងរបស់នាងទោះជាជីវិតឯកជននាងយ៉ាងណានោះគឺជារឿងផ្ទាល់ខ្លួនប៉ុន្តែមកខាងទៀតថាជាតារាល្បីលំដាប់ប្រទេសម្នាក់មិនគួរណាធ្លាក់ខ្លួនតែធ្វើប្រពន្ធតាកម្ពុជាដៃម្នាក់នៅកណ្ដាលព្រៃភ្នំបែបនេះសោះយ៉ាងណាទាំងសុភានិងតាសក់ភ្នំត្បែងធ្លាប់អះអាងថាអ្នកសមាធិធរគេយកអ្នកសមាធិធរដូចគ្នាសុភាថែមទាំងនិយាយថារឿងសង្គ្រាមថៃឈ្លានពានកម្ពុជាតាមពិតនាងបានដឹងតាំងពីមុនផ្ទុះអាវុធទៀតផងតែមិនហ៊ាននិយាយព្រោះខ្លាចគេរិះគន់តាមព័ត៌មានថាតាំងពីមាសសុខសុភាវក់វីនឹងបង្កាត់ភ្លើងស្នេហាជាមួយតាភ្នំត្បែងមកនាងខាតលុយរាប់សែនដុល្លារព្រោះក្រុមហ៊ុនផលិតផលខ្លះចង់បាននាងthôiជា BA បដូរចិត្តវិញប៉ុន្តែសុភាធ្លាប់និយាយថាបើគុំតែបានតាសុកភ្នំត្បែងជួយម្ល៉េះនាងអស់ជីវិតតែហើយអញ្ចឹងពេលនោះនាងថាយកលុយមកធ្វើអីបើសំបីតែជីវិតក៏មិនសល់ផងប៉ុន្តែតារាសម្ដែងកញ្ញារ៉ូសធ្លាប់ជំអោយឲ្យមាសសុភាថាបើយកប្តីឯកឧត្តមคล้ายទៅជាជំទាវតែបើយកប្តីតាសុកភ្នំត្បែងคล้ายទៅជាយាយសុកភ្នំត្បែងហើយមាសសុភាមិនមានប្រតិកម្មទេប៉ុន្តែម្ដងជាពីរដងនាងតែងតែបដិសេធថារូបនាងមិនបានត្រូវស្នេហ៍របស់តាសក់ភ្នំត្បែងដូចជាចោទទេប៉ុន្តែវាជាស្នេហាផុសចេញពីបេះដូងព្រោះជាក់ស្ដែងនាងមានហ្វេនរាប់លានអ្នកតែនាងបានដាក់ស្នេហ៍ហ្វេនណាម្នាក់អត់សុភាថែមទាំងប្រមានហ្វេនថាបើរិះគន់ឬជាប្តីនាងមិនបាច់មកគាំទ្រនាងទេសូមបញ្ជាក់ថាមាសសុភាបានក្លាយទៅជាប្រពន្ធតាសក់ភ្នំត្បែងជិត6ខែមកហើយដែលកាលពីចុងឆ្នាំ2025នៅពេលដែលនាងឡើងឆាកតន្ត្រីនៅផាប់មួយគេឃើញនាងបែកសាច់ដុសក្បាលពោះរហូតគេសង្ស័យថានាងពពោះកូនដំបងជាដំណក់ឈាមរបស់ប្តីថ្មីតាសក់ភ្នំត្បែងលោកពេជ្រសង្វាវង្សជាតិផងប៉ុន្តែតាមរយៈការចេញមុខតាមឆាកតន្ត្រីជាថ្មីនៅដើមខែមករាឆ្នាំ2026នេះគេឃើញនាងស្លៀកប្រយ័ត្នប្រយែងជាងមុនដើម្បីកុំឲ្យគេឃើញក្បាលពោះប៉ោងសុភាក៏ព្យាយាមរក្សាចំណងស្នេហាឲ្យរឹងមាំជាមួយតាសក់ភ្នំត្បែងផងដែរព្រោះពេលនេះមានពេលខ្លះនាងពាក់ខ្សែកអង្កាមគ្រាប់សដល់ទៅ2ខ្សែដែលសារកាលពីចុងខែធ្នូឆ្នាំ2025គ្រាន់តែនាងដោះខ្សែកអង្កាមគ្រាប់សនោះទៅដើរថ្មើរជើងសុំសន្តិភាពនៅវិមានឯករាជ្យស្រាប់តែលេចឮថានាងបែកបាក់តាសក់ភ្នំត្បែងដែលដំណឹងនេះនាងនិងលោកពេជ្រសង្វាវង្សបានចេញមកបដិសេធព្រមគ្នាហេតុនេះហើយទើបបានជាឥឡូវនេះភាគច្រើននាងពាក់ខ្សែកដោយប្តីនាងដែរនោះដល់ទៅ2ខ្សែទើបធ្វើឲ្យស្ងាត់រឿងគេសង្ស័យនាងលែងប្តីថ្មីទៀត